ការងារខាងផ្នែក PMU នេះនៅពេលដែលបងប្អូនទាំងអស់គ្នាមើលមកគឺឃើញងាយស្រួលខ្លាំងមែនតើការងារស្រាលនៅតែក្នុងម្លប់ក្នុងម៉ាស៊ីនត្រជាក់តែមានតែជាងឯងបានដឹងដោយសារតែការងារខាងផ្នែកនេះគឺត្រូវតែចិត្តត្រជាក់ឲ្យបានច្រើនអត់ធ្មត់ព្យាយាមចេះច្នៃប្រឌិតការធ្វើនេះគឺធ្វើនៅលើមុខរបស់ភ្ញៀវអញ្ចឹងសម្រាប់ការធ្វើគឺត្រូវតែផ្ចង់អារម្មណ៍ខ្លាំងមែនតើជាយើងប៊ូម៉ៅច្រើនគឺធ្វើការងារខាងផ្នែកនឹងអត់កើតអញ្ចឹងបងប្អូនទាំងអស់គ្នាត្រឡប់មកមើលជាមួយនឹងការធ្វើអញ្ចាមរបស់ខ្ញុំវិញមុននឹងធ្វើអញ្ចាមគឺត្រូវតែពិភាក្សាមួយភ្ញៀវសិននៅពេលដែលគាត់ស្រឡាញ់ពេញចិត្តបែបណាឬក៏ម៉ូដបែបណាបានយើងចាប់ផ្ដើមគូទម្រង់ជូនគាត់អញ្ចឹងសម្រាប់ការគូទម្រង់គឺសំខាន់ខ្លាំងមែនទែនដូចយើងគូគំនូអញ្ចឹងត្រូវតែច្នៃធ្វើមកឲ្យស័ក្តិសមជាមួយនឹងទម្រង់មុខរបស់គាត់នៅពេលដែលគាត់ស្រឡាញ់ពេញចិត្តជាមួយនឹងទម្រង់នឹងហើយគឺយើងចាប់ផ្ដើមធ្វើជូនគាត់តែម្ដងហើយការធ្វើបងប្អូនទាំងអស់គ្នាអាចមើលបានសកម្មភាពធ្វើគឺធ្វើមួយនិយាយទៅគឺបែបលក្ខណៈមើលទៅគឺស្ងប់ស្ងាត់ខ្លាំងសម្រាប់ម៉ូដបងស្រីគឺគាត់យកប្រភេទ hair stroke ដោយសារគាត់ស្រឡាញ់បែបលក្ខណៈសាមញ្ញធម្មជាតិអញ្ចឹងណាអញ្ចឹងសម្រាប់ការធ្វើគឺត្រូវតែមួយផ្ចង់ដើម្បីឲ្យតែស្អីនឹងចេញមកគឺបែបលក្ខណៈធម្មជាតិសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់កំពុងតែស្វែងរកកន្លែងណាដែលធ្វើឲ្យស្អាតស័ក្តិសមជាមួយនឹងទម្រង់មុខអត់ដឹងថាធ្វើនៅកន្លែងណាបងអាចជួយមក eCare Clinic ទៅបន្ទាប់ពីធ្វើឲ្យសម្រាប់ប្រភេទម៉ូដនេះគឺខ្ញុំធានាជូនថាធ្វើឲ្យគឺអត់ឃើញចាស់ទេ